hơi thân nè cút từ hai mền tế cônประสาทខ្ញុំនឹងចេញពីមន្ទីរពេទ្យថ្ងៃស្អែកនេះហើយអ្នកហ៊ានបដូរអ្នកថៃតែខ្ញុំក៏ទុកកន្លះឆ្នាំមុនចោលទាំងអស់បែបនេះអ្នកត្រូវតែពន្យល់ខ្ញុំឲ្យច្បាស់លោកប្រធានឆេនសូមលោកចិត្តត្រជាក់សិនខ្ញុំនឹងដោះស្រាយរឿងនេះឲ្យលោកពេញចិត្តហាការងារថែទាំនេះគឺពឹងលើបទពិសោធន៍ក្មួយឲ្យធ្វើជាមនុស្សត្រូវចេះដឹងគុណគេបើគ្មានពួកយើងជួយធ្វើការឲ្យហាងក្មួយប្រហែលជាបិទយូរហើយថ្ងៃស្អែកផ្ទះលោកប្រធានឆេនត្រូវការអ្នកថែទាំបើគ្មានពួកយើងតើក្មួយយកអ្នកណាទៅឲ្យគាត់និយាយត្រង់ទៅចុះបើមិនដំឡើងប្រាក់ខែឲ្យពួកយើងបីយកហើយប្រកោសិទ្ធគ្រប់គ្រងការងារឲ្យពួកយើងថ្ងៃស្អែកពួកយើងម្នាក់ក៏មិនទៅដែរស្រីដែលមិនទាន់មានកូនដូចក្មួយចេះថែទាំទីរោគមែនទេនិយាយឲ្យខ្លីក្មួយចេះតែអង្គុយចាំយកលុយក្នុងការិយាល័យគ្មានពួកយើងក្មួយមិនមែនជាអ្វីទាំងអស់អូអញ្ចឹងមែនទេសៀវចាងគិតប្រាក់ខែនិងប្រាក់បន្ថែមរបស់ពួកគាត់ទាំង3នាក់គិតឲ្យអស់យកមកឲ្យខ្ញុំឥឡូវនេះគឺជីងអ្នកចង់មានន័យថាម៉េចគិតថាគ្មានពួកយើងហាងនេះនៅតែបើកបានមែនទេប្រាក់ខែនិងសំណងត្រូវបានទូទាត់រួចរាល់ហើយចាប់ពីយប់នេះទៅអ្នកទាំង3មិនបាច់មកទៀតទេនាងក្មេងកាលពីដើមឪពុកម្ដាយនាងទេដែលមកលុបជង្គង់សុំឲ្យខ្ញុំជួយសូមអញ្ជើញចេញទៅល្អណាស់ថ្ងៃស្អែកលោកប្រធានឆេនខឹងខ្លាំងចាំមើលនាងដោះស្រាយយ៉ាងម៉េចមិនយូរទេនាងនឹងត្រឡប់មកយំសុំអង្វរខ្ញុំវិញបងស្រីពួកគេធ្វើហួសហេតុពេកហើយនៅក្នុងក្រុមថែទាំទារករបស់ហាងយើងពួកគេបានបង្ហោះសារទាំងនេះអ្នកទាំងអស់គ្នាពួកយើងលែងធ្វើការនៅហាងនេះទៀតហើយម្ចាស់ហាងគិតថាការថែទាំក្រោយសម្រាប់ជារឿងមិនឲ្យតម្លៃបុគ្គលិកចាស់តើដឹងទេថាការថែទាំខុសបច្ចេកទេសបន្តិចបន្តួចគឺជារឿងធំពួកយើងធ្វើការបានល្អប៉ុណ្ណាសុទ្ធតែមានកេរ្តិ៍ឈ្មោះល្អពីអតិថិជនពិតជាខុសចិត្តណាស់លោកនាយកហឺតើនេះជារឿងអ្វីម្ចាស់ហាងចេញមកបកស្រាយមកបងស្រីមិនមែនតែប៉ុណ្ណឹងទេបងថ្លៃទៅតែនិយាយក្នុងរូងភ្នំថាហាងយើងចិត្តខ្សែធនហើយពួកអ្នកថែទាំចាស់10ជាងអ្នកនាំគ្នាដាក់ពាក្យឈប់ទាំងអស់ឥឡូវពួកគេកំពុងទាមទារលុយដើម្បីចេញទៅហាងយើងស្ទើរតែដំណើរការលេងកាត់ហើយកុំបារម្ភអីបងរៀបចំទុកអស់ហើយតែបុគ្គលិកចិត្តទៅអស់ហើយណាតាមបណ្ដាញសង្គមឥឡូវនេះក៏ចាប់ផ្ដើមមានការរិះគន់មកលើហាងហេតុអ្វីបានជាបងនៅស្ងៀមបានម្លេះសៀវលីងអូនដឹងទេថាហេតុអ្វីបានជាបងទ្រាំជាមួយពួកគេដល់ពេលឆ្នាំពេញពេលឆ្នាំមកនេះពួកគេលួចទទួលលុយក្រៅរើសតែអតិថិជនណាដែលឲ្យលុយច្រើនចំណែកការងារពិបាកគឺរុញឲ្យបុគ្គលិកថ្មីធ្វើទាំងអស់ព័ត៌មានអតិថិជនទាំងអស់គឺពួកគេកាន់កាប់ម្នាក់ឯងរាល់ពេលហាងចង់តាក់ទងសួរនាំអតិថិជនពួកគេតែងតែថាអតិថិជនស្គាល់តែពួកគេធ្វើបែបនេះបានយ៉ាងម៉េចនេះជាហាងថែទាំក្រោយសម្រាលរបស់បងមិនមែនជាកន្លែងរបស់ពួកគេទាំង3នាក់នោះទេបើបន្តបែបនេះទៀតហាងនេះនឹងមិនមែនជារបស់បងទៀតឡើយថ្ងៃនេះពួកគេចង់នាំគ្នាឈប់ដើម្បីបង្ខំឲ្យបងចុះចាញ់អញ្ចឹងល្អហើយបងនឹងកម្ចាត់ពួកគេចេញឲ្យអស់ទៅបិទទ្វារហាងទៅហើយប្រាប់បុគ្គលិកថ្មីដែលនៅសល់ឲ្យទៅជួបគ្នានៅបន្ទប់បណ្ដុះបណ្ដាលភ្លាមចាស់បងខ្ញុំនឹងទៅឥឡូវនេះអូម្ចាស់ហាងឥឡូវនេះបងថ្លៃបាននាំបុគ្គលិកចាស់ភាគច្រើនទៅបាត់ហើយស្អែកនេះមានការងារនៅផ្ទះលោកតែល្បីថាពិបាកខ្លាំងណាស់ហាងយើងឥឡូវសល់តែប៉ុន្មានអ្នកនេះតើយើងអាចដោះស្រាយបានដោយរបៀបណាគ្រប់គ្នាស្ងប់អារម្មណ៍សិនកុំភ័យយើងមិនពឹងលើបទពិសោធន៍បុគ្គលទេយើងពឹងលើវិទ្យាសាស្ត្រនិងស្តង់ដារការងារមួយរយៈនេះបងបានបង្ហាត់បង្រៀនសៀវជូសៀវលីនិងសៀវឈៀនតាមស្តង់ដាររួចហើយទោះបីពួកគេទើបតែរៀនចប់មហាវិទ្យាល័យប៉ុន្តែសមត្ថភាពរបស់ពួកគេមិនចាញ់បុគ្គលិកចាស់ទាំងនោះទេសៀវជូរៀនផ្នែកថែទាំសៀវលីរៀនផ្នែកអាហារូបត្ថម្ភចំណែកសៀវឈៀនរៀនផ្នែកចិត្តវិទ្យាតែពួកគេមិនទាន់មានបទពិសោធន៍ចិញ្ចឹមកូនផងក៏មិនទាន់មានបទពិសោធន៍ចុះផ្ទះដែរតើផ្ទះលោកប្រធានចេញទុកចិត្តបានដែរឬទេបងស្រីវ៉ាងកុំបារម្ភអីកន្លះឆ្នាំមកនេះពួកយើងមិនត្រឹមតែរៀបចំឯកសារការងារឲ្យមានរបៀបរៀបរយទេថែមទាំងបានតាមអ្នកទៅរៀនសូត្រផ្ទាល់ដល់ផ្ទះរយៈពេល3ខែទៀតផងរាល់នីតិវិធីនិងការងារទាំងអស់ពួកយើងចេះចាំស្ទាត់អស់ហើយល្អណាស់តែខ្ញុំបង្កើតប្រព័ន្ធនេះឡើងមិនមែនគ្រាន់តែដើម្បីជំនួសអ្នកមីងទេគឺចង់ឲ្យហាងថៃចាប់ពីពេលនេះទៅយើងនឹងអនុវត្តប្រព័ន្ធក្រុមអូនជើទទួលបន្ទុកផ្នែកថែទាំមើលថែទារកនិងម្ដាយក្រោយសម្រាលអូនលីទទួលបន្ទុកផ្នែកអាហារូបត្ថម្ភរៀបចំអាហារនិងណែនាំការស្ដាប់អូនឈិនទទួលបន្ទុកផ្នែកទំនាក់ទំនងតាមដានការថែទាំសម្រួលអារម្មណ៍និងទំនាក់ទំនងជាមួយក្រុមគ្រួសារ3នាក់មើលថែម្ចាស់ផ្ទះតែម្នាក់
តែធ្វើទៅរួចទេអ្នកថៃតំទូមានបទពិសោធន៍ប៉ុណ្ណាអាចនឹងភ្លេចភ្លាំងឬធ្វើខុសបានប្រព័ន្ធក្រុម3នាក់នេះបែងចែកការងារច្បាស់លាស់កត់ត្រាច្បាស់លាស់បើមានបញ្ហាក៏អាចរកសំខាន់បំផុតនោះគឺនៅពេលអនុវត្តការបែងចែកការងារអ្នកទាំងពីរមិនបាច់ដេកយប់ចាំគេទៀតអាចមានពេលទៅជួបជុំគ្រួសារច្រើនជាងមុនអូបើបានបែបនេះពិតជាល្អណាស់ពីមុនត្រូវចាំយប់រាល់ថ្ងៃចង្កេះខ្ញុំឈឺទ្រាំលេងបានហើយពិតមែនហើយបែងចែកការងារច្បាស់លាស់យើងធ្វើការក៏ស្រួលបើមានកំហុសក៏មិនបាច់ឆ្លោះគ្នារុញដាក់គ្នាដែរល្អបើគ្រប់គ្នាយល់ច្បាស់ពីព័ត៌មានលម្អិតហើយថ្ងៃស្អែកខ្ញុំនឹងដឹកនាំក្រុមទៅផ្ទះនោះដោយខ្លួនឯងលោកម្ចាស់មានរឿងអីឯកសារបាត់អស់ហើយរបបអាហារម្ដាយកំណត់ត្រាទារោគចំណុចសំខាន់ទាំងអស់ទូនេះមិនមែនចាក់សោទេទើបដឹងថាហេតុអ្វីអ្នកមីងទាំងនោះមុនពេលចេញទៅបាននៅញ៉ៃញ៉ៃក្នុងបន្ទប់ធ្វើការយូរម្លេះពិតជាពួកគេលួចយកទៅមែងតាមពិតទៅគឺពួកគេទេដែលលួចយកវាទៅពួកវាមិនមែនគ្រាន់តែចង់ទៅទេថែមទាំងចង់បំផ្លាញការងាររបស់ប្រធានច័ន្ទទៀតលោកហឺហេតុអ្វីបានជាលោកបដូរអ្នកថែទាំកូនក្មេងជំនាញទៅជាក្មេងស្រីទើបតែរៀនចប់ទៅវិញកូនប្រសារខ្ញុំស្អែកចេញពីមន្ទីរពេទ្យហើយប្រយ័ត្នខ្ញុំប្តឹងទម្លាយរឿងនេះលោកប្រធានកុំទាន់អើខឹងអីខ្ញុំនឹងទៅពន្យល់លោកដោយផ្ទាល់លោកម្ចាស់ការងារផ្ទះប្រធានច័ន្ទចិត្តខូចហើយក្រុមថ្មីរបស់យើងមិនបាច់ភ័យទេមែនទេមានខ្ញុំនៅទីនេះការងារផ្ទះប្រធានច័ន្ទដាច់ខាតមិនអាចខូចបានទេបើខូចក្រុមថ្មីដែលទើបបង្កើតនេះនឹងបាក់ទឹកចិត្តអស់ហើយទៅឥឡូវនេះទៅផ្ទះប្រធានច័ន្ទខ្ញុំប្រាប់ឲ្យណានាងក្មេងនោះចប់ហើយលើកនេះហាមិនទាន់ទាំងធ្លាប់ឆ្លងកាត់ការសម្រាលកូនហាហាថែមទាំងនាំក្មេងទៅតែរៀនប៉ុន្មានអ្នកនោះហ៊ានទទួលការងារផ្ទះប្រធានច័ន្ទទៀតពិតមែនហើយបើគ្មានពួកយើង3នាក់ទេស្អែកនេះនាងនឹងត្រូវទៅលុតជង្គង់សុំទោសគេមិនខានចាំមើលទៅយប់នេះចប់នឹងឃើញនាងដួលរលំមិនខានហា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 លោកហឺមិនបាច់ពន្យល់ច្រើនទេខ្ញុំសួរតែមួយម៉ាត់ទេតើលោកចង់បានលុយច្រើនជាងមុនទើបបដូរអ្នកថែទាំជំនាញដែលខ្ញុំកក់ទុកទៅឲ្យផ្ទះផ្សេងមែនទេលោកប្រធានខ្ញុំយល់ពីការព្រួយបារម្ភរបស់លោកដូច្នេះថ្ងៃនេះខ្ញុំនាំពួកគេមកជាមួយអ្នកទាំង3នេះគឺជាក្រុមសេវាកម្មស្តង់ដារដែលយើងបានបណ្ដុះបណ្ដាលអស់កន្លះឆ្នាំសេវាកម្មរបស់ពួកគេកាន់តែមានភាពបត់បែនហើយក៏កាន់តែជំនាញនិងយកចិត្តទុកដាក់ថ្ងៃនេះសូមឲ្យពួកគេកត់ត្រាពីតម្រូវការទាំងអស់ឡើងវិញចាំសិនឯកសារមិនមែនកត់ត្រារួចហើយទេឯកសារមុនត្រូវបានបុគ្គលិកដែលលីឈប់យកទៅបាត់ខ្ញុំមិនអាចសរសេរផ្ដេសផ្ដាសតាមការនឹកឃើញទេព្រោះសម្រាប់ម្ដាយនិងកូនតូចគឺមិនអាចមានកំហុសសូម្បីតែបន្តិចអ្នកមីងអញ្ចឹងយើងចាប់ផ្ដើមកត់ត្រាឡើងវិញណាពីការបំបើកូននិងស្ថានភាពរបស់កញ្ញាច័ន្ទលីនការគេងនិងការបន្ទោរបស់មានរបៀបណាខ្លះហើយកញ្ញាច័ន្ទលីនចូលចិត្តញ៉ាំអ្វីខ្លះដែរឬម្ហូបអាហារនិងការរៀបចំក្នុងផ្ទះបាយបងចិនលីនបងបារម្ភរឿងអ្វីខ្លះពេលត្រឡប់ទៅផ្ទះថ្ងៃស្អែកខ្ញុំមិនចង់ញ៉ាំស៊ុបដែលគេថាជួយកាន់ទឹកដោះទេវាខ្លាញ់ពេកហើយខ្ញុំក៏មិនចង់ឲ្យកូនយំម្ដងហើយក្រុមគ្រួសារមកចំរោមសួរនាំនោះទេការថែទាំសុខភាពរាងកាយតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ទេជំងឺបាក់ទឹកចិត្តក្រោយសម្រាលក៏ជារឿងដែលយើងត្រូវការពារដែរបានតើសាកល្បងមួយថ្ងៃសិនទៅអ្នកអាចពិនិត្យការងាររបស់ពួកយើងបានគ្រប់ពេលកាត់អីហ្នឹងឃ្លានឬក៏នំដាក់ខោកញ្ញាចៅតើខ្ញុំមិនចេះធ្វើជាម៉ាក់មែនទេឬមួយក៏ខ្ញុំគ្មានទឹកដោះទើបតែបើកអស់300មីលីលីត្រកាលពី2ម៉ោងមុនបដូរខោទឹកនំកាលពី1ម៉ោងមុនហើយកម្ដៅខ្លួនក៏ធម្មតាដែរអ្នកស្រីចិនបងចិនលីនកុំភ័យអីជារឿងតូចតាចទេកូនមិនមែនឃ្លានទេគាត់ហាមពោះកញ្ញាលីយកកន្សែងក្តៅមកបងចិនលីនកុំបារម្ភអីមិនពាក់ព័ន្ធនឹងការបំបើដោះបងទេទីរោគទើបកើតហាមពុះជារឿងធម្មតាទេប្រើវិធីនេះតែប៉ុន្មាននាទីប៉ុណ្ណោះគាត់នឹងធូរស្រាលពួកអ្នកពិតជាធ្វើការបានល្អិតល្អន់មែន
អូអ្នកស្រីចិននិយាយថាម្សិលមិញកូនយំពេញមួយយប់មែនទេអ្នកជឿពួកគាត់ចុះគ្មានបទពិសោធន៍ទាំងនេះដូចពួកយើងធ្វើការរាប់ឆ្នាំមកនេះគ្រាន់តែកូនយំក៏ដឹងថាមានរឿងអ្វីដែរសម័យនេះមិនបានការទេកាន់តែសៀវភៅកត់ត្រាចេះតែមើលតាមតារាងដល់ពេលជួបរឿងធំដុំពិតប្រាកដគឺគ្មានទំនុកចិត្តសោះតែម្ដងលោកប្រធានអ្នកស្រីចិនពួកយើងមិនមែនមកបង្កបញ្ហាទេបើគ្រូសាអ្នកត្រូវការពួកយើងអាចជំនួសបានភ្លាមរឿងកូនកុំយកមកសាកល្បងឲ្យសោះលោកប្រធានមើលនេះចុះម៉ោង1:13នាទីយប់កូនយំដោយសារហាមពោះម៉ោង2:06នាទីកូនគេងលក់ម៉ោង2:28នាទីម៉ាក់គាត់ក៏គេងលក់ដោះស្រាយបញ្ហាកូននិងសម្រាប់ទុកម៉ាក់ពួកយើងប្រើពេលតែ1ម៉ោងប៉ុណ្ណោះអ្នកខ្លះចូលចិត្តនិយាយតែពីបទពិសោធន៍ស្ដាប់ទៅដូចជាអស្ចារ្យណាស់តែពិបាករកខុសត្រូវណាស់ពេលមានបញ្ហាកើតឡើងគ្រាន់តែនិយាយពាក្យដដែលក៏អាចគេចវិសពីការទទួលខុសត្រូវបានដែរអតិថិជនក៏គ្មានសិទ្ធិជំទាស់អ្វីដែរតែឯកសាររបស់យើងមិនដូចគេទេរាល់សកម្មភាពទាំងអស់គឺច្បាស់លាស់មានតម្លាភាពបំផុតប៉ាម៉ាក់កូនគិតថាអ្នកចំនួនក្រោយក៏ល្អដែរពួកគេមិនចាញ់អ្នកថែទាំចាស់ប៉ុន្មានទេមានពួកគេនៅទីនេះកូនលេងសូវតានតឹងហើយក៏លេងខ្លាចដែរការងារតាមបែបវិទ្យាសាស្ត្រពិតជាជួយបានច្រើនពួកយើងលេងត្រូវការអ្នកហើយសូមអញ្ជើញត្រឡប់ទៅវិញចុះបងស្រីលោកប្រធានលីបានបង្ហោះសារវែងអនឡាញក្នុងក្រុមសរសើរពីសេវាកម្មរបស់យើងមិនដាច់ពីមាត់ព្រឹកមិញនេះអតិថិជនដែលមកសាកសួរព័ត៌មានកើនឡើងច្រើនជាងមុនរាប់សិបដងសួស្ដីតើនៅទីនេះមានសេវាកម្មណាដែលធូរថ្លៃជាងនេះទេស្ថានភាពគ្រួសារខ្ញុំបន្តិចបន្តួចពិតជាមិនអាចជួលអ្នកថែទាំថ្លៃបានទេតែប្រពន្ធខ្ញុំចិត្តដល់ថ្ងៃសម្រាប់ហើយគាត់សុខភាពមិនសូវល្អជួយអ្វីមិនកើតខ្ញុំត្រូវទៅធ្វើការរកលុយរាល់ថ្ងៃខ្ញុំគ្រាន់តែចង់ឲ្យប្រពន្ធមានអ្នកជួយមើលថែពេលសម្រាប់បានញ៉ាំបាយក្តៅខ្លះកុំបារម្ភអីតាមស្ថានភាពបងខ្ញុំអាចរៀបចំសេវាកម្មកញ្ចប់មូលដ្ឋានជូនបានសម្រាប់ផ្នែកថែទាំបុគ្គលិកយើងនឹងចុះទៅជួយផ្ទាល់តាមពេលកំណត់ផ្នែកអាហារូបត្ថម្ភនិងផ្នែកប្រឹក្សាយោបល់នឹងជួយណែនាំតាមអនឡាញជួយរៀបចំម្ហូបនិងសម្រួលអារម្មណ៍អ្នកសម្រាលធ្វើបែបនេះគឺធានាបានទាំងគុណភាពហើយតម្លៃក៏សមរម្យដែរពិតមែនឬអរគុណបងស្រីខ្លាំងណាស់លោកម្ចាស់ហាងអ្នកពិតជាជួយខ្ញុំបានច្រើនណាស់ការប្រើសេវាកម្មលើកនេះពិតជាល្អមែនមិនចាំបាច់ជួលអ្នកថែទាំថ្លៃពេកទេសូមណែនាំហាងថែទាំរបស់លោកម្ចាស់ហាងនេះពិតជាល្អបងដងមីមើលនេះឆាប់ឡើងពីមុនលោកប្រធានចិននៅសរសើរគេក្នុងគ្រប់ឥឡូវសំបីតែសេវាកម្មមូលដ្ឋានតម្លៃប៉ុន្មានក៏ល្បីពេញអនឡាញដែរបងដងមីធ្វើម៉េចទៅឥឡូវគេនាំគ្នាសម្រុកទៅកក់សេវាកម្មហាងគេអស់ហើយនាងតូចនេះមិនត្រឹមតែមិនត្រូវបានគេលាតត្រដាងថែមទាំងល្បីល្បាញខ្លាំងទៀតផងមិនបានទេខ្ញុំមិនអាចឲ្យនាងមានមុខមាត់បែបនេះបានឡើយបងដងមីការជ្រើសរើសអ្នកមើលថែទីរកគឺត្រូវមើលលើបទពិសោធន៍ពាក្យសម្ដីផ្អែមល្ហែមទាំងនោះគ្រាន់តែជាការបោកបញ្ឆោតទេមើលចុះមានម៉ាក់មកសួរនាំហើយបទពិសោធន៍រាប់សិបឆ្នាំនៅទីនេះអ្នកណាដែលមិនជឿតោះទៅទទួលការងារហា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 អ្នកមីងកូនខ្ញុំឆ្លក់ទឹកដល់ហើយជួយផងហាហាអ្នកឯងមកអង្គុយលេងទូរស័ព្ទនៅខាងក្រៅមែនទេកូនខ្ញុំឆ្លក់ទឹកដោះអ្នកឯងមិននឿទេសងលុយខ្ញុំមកហើយចេញទៅឲ្យឆ្ងាយលោកម្ចាស់ហាងបើមិនមែនដោយសារមិត្តភក្តិណែនាំទេខ្ញុំពិតជាមិនហ៊ានជួលអ្នកមើលថែទីរកទៀតទេកុំភ័យអីចាំយើងពិនិត្យមើលឲ្យឲ្យកញ្ញាជើកត់ត្រាទុករកឃើញមូលហេតុហើយគឺមកពីអ្នកម៉ាក់បំបើកូនខុសរបៀបមុំបំបើទៀតពេកធ្វើឲ្យកូនលេបខ្យល់ចូលច្រើនពេកពេលបើទើបបណ្ដាលឲ្យឆ្លក់ទឹកដោះបែបនេះលោកម្ចាស់ហាងពិតជាជំនាញមែនមានស្តង់ដារមានការកត់ត្រាត្រឹមត្រូវទីបំផុតពួកយើងអាចគេងលក់ស្រួលហើយពិតមែនហើយអរគុណខ្លាំងណាស់អ្នកទាំងអស់គ្នាកុំជឿសម្ដីគាត់អ្វីដែលគាត់និយាយអំពីការបែងចែកការងារ3នាក់នោះ
គឺសុទ្ធតែជាបទពិសោធន៍ដែលពួកយើងធ្វើការនៅទីនេះរាប់ឆ្នាំទើបរកឃើញវិធីសាស្ត្រទាំងនេះពួកយើងមានចិត្តល្អបង្រៀនដល់ក្មេងតែគាត់រៀនចេះហើយក៏យកទៅដាក់ឈ្មោះថ្មីថាជាវិធីសាស្ត្រវិទ្យាសាស្ត្ររបស់គាត់ពិតមែនហើយឥឡូវហាងគាត់លក់ដាច់រកលុយបានច្រើនក៏ចាប់ផ្ដើមធ្វើរឿងអបតញ្ញោគាត់រំខានពួកយើងដែលជាអ្នកចាស់ទុំហើយដេញពួកយើងចេញទាំងអស់សូមអ្នកទាំងអស់គ្នាជួយរកយុទ្ធធម៌ផងតើនៅមានច្បាប់ទម្លាប់ទៀតទេអូម្ចាស់ហាងម្នាក់នេះលួចយកបទពិសោធន៍បុគ្គលិកចាស់មកប្រើបែបនេះមិនសមរម្យសោះមែនហើយបើឆ្លោះគ្នាដល់ថ្នាក់នេះខ្ញុំថាម្ចាស់ហាងនេះច្បាស់ជាមានបញ្ហាធំហើយខ្ញុំគោរពដែលអ្នកធ្វើជាអ្នកមើលថែទីរោគជាង20ឆ្នាំប៉ុន្តែមិនមែនមានន័យថាអ្នកអាចយកការងាររបស់មនុស្សគ្រប់គ្នាមកនិយាយថាជារបស់អ្នកតែម្នាក់ឯងនោះទេនាងជាក្មេងស្រីតូចមួយតើមានសិទ្ធិអ្វីមកនិយាយនៅទីនេះពិតជាមានសិទ្ធិនិយាយព្រោះអ្នកដែលកំពុងឈប់ពន្យល់ពីនីតិវិធីនៅទីនេះគឺជារាល់កំណត់ត្រាដែលយើងបានសរសេររាល់មើលនុយដែលយើងបានកែសម្រួលរាល់ការពិនិត្យឡើងវិញនៅពេលយប់ដែលយើងបានធ្វើប្រព័ន្ធក្នុងម៉ាស៊ីនសុទ្ធតែមានកត់ត្រាពេលវេលាទាំងអស់អ្នកអាចនិយាយថាអ្នកមានបទពិសោធន៍តែអ្នកមិនអាចមួយបង្កាច់ថាជំនាញរបស់យើងជាការលួចមកទេគ្រប់គ្នាជួយមើលផងសម័យនេះពិតជាគ្មានរបៀបរៀបរយមែនចរិតបែបនេះតើអាចមើលថែកូនក្មេងបានដែរឬទេរបៀបរៀបរយមិនមែនមើលទៅលើអាយុទេគឺមើលទៅលើថាពេលមានបញ្ហាតើអ្នកណាជាអ្នកទទួលខុសត្រូវកូនឲ្យកូនកើតអីហ្នឹងកូនយំតាំងពីមិញមកមិនឈប់សោះលួងយ៉ាងណាក៏មិនស្ងប់ដែរកិច្ចទៅខ្ញុំមានជំនាញខាងនេះមិនអីទេយំគឺត្រូវតែលួងគ្រាន់តែអង្រួនហើយតែក្នុងតិចទៅប្រហែលជាឃ្លានហើយប្រញាប់ឆុងទឹកដោះគោទៅខ្ញុំថាវាងុយគេងទេលើកវាឡើងខ្ពស់បន្តិចទៅមិនមែនទេលើកខ្ពស់ពេកមិនបានទេត្រូវបដូរមកបីផ្ដេកវិញយំជារឿងធម្មតាទេពួកអ្នកក្មេងនេះពិតជាឆ្កំឆ្កងណាស់ទុកឲ្យវាយំទៅយំអស់កម្លាំងវានឹងស្ងប់ដោយខ្លួនឯងហើយឈប់ផ្ទះក្នុងកូនទៅអ្នកចេះអីខ្លះពេលខ្ញុំចិញ្ចឹមកូនអ្នកនៅរៀននៅឡើយទេព្រោះតែទីរោគយំមិនឈប់ទើបយើងត្រូវរកមូលហេតុឲ្យឃើញមិនមែនធ្វើតាមតែចិត្តដូចអ្នកបែបនេះទេកូនឲ្យខោទឹកនំនៅស្ងួតកម្ដៅខ្លួនធម្មតាសម្លៀកបំពាក់ក៏មិនក្រាស់ពេកដែរកូនទើបតែញ៉ាំទឹកដោះគោបានប៉ុន្មានដែរប្រហែលកន្លះម៉ោងចុះមុនពេលយំកូនបានគេងខ្លះទេកូនមិនសូវបានគេងទេអូកូនញ៉ាំទឹកដោះគោរួចហើយមិនបានគេងលក់ស្រួលអ្នកទើបតែបីវាអង្រួនចុះឡើងក្នុងបន្ទប់មិញនេះវាធ្វើឲ្យកូនចោលទឹកដោះគោហើយឈឺពោះអ្នកកាន់តែផ្ទះក្នុងកូនកាន់តែពិបាកខ្លួនមកនេះធ្វើតាមខ្ញុំមកកូនល្អកុំភ័យអីភ្លាមនេះកូននឹងស្រួលខ្លួនហើយស្ងប់ហើយពិតមែនព្រះឲ្យគាត់ឈប់យំហើយមិញអ្នកស្រីនោះបីយូរណាស់ដែរឃើញហើយវើមុខជំនួសគ្មានបានការអ្វីសោះនៅតែប្អូនស្រីម្នាក់នេះទេដែលធ្វើបានជំនាញខ្លាំងធ្វើបានជំនាញមែនទែនតើអ្នកណាជាអ្នកមើលថែគឺអ្នកជំនាញថែទាំឈ្មោះចៅរបស់ហាងយើងនេះឯងល្អណាស់អ្នកមីងមិញអ្នកមីងនិយាយពេញមាត់ថានេះទេវិធីបែងចែកការងារ3អ្នករបស់ហាងយើងគឺជាអ្វីដែលបុគ្គលិកចាស់ដូចអ្នកមីងធ្លាប់បានសន្និដ្ឋានទុកមកពីមុនពិតជាអញ្ចឹងហើយគឺពួកយើងនេះឯងជាអ្នកសន្និដ្ឋានអ្នកមីងគ្រាន់តែលួចយកកម្លាំងចិត្តពួកយើងទៅទេចុះហេតុអ្វីបានជាហាងថ្មីដែលអ្នកមីងបើកថ្មីនេះពេលទទួលការងារក្រៅបែរជាឲ្យអ្នកថែទាំម្នាក់ធ្វើការគ្រប់យ៉ាងទៅវិញពួកយើងមានបទពិសោធន៍ច្រើនម្នាក់អាចធ្វើការជំនួសបានដល់ទៅ3នាក់អញ្ចឹងហេតាមដែលខ្ញុំដឹងដើម្បីចង់បានលុយច្រើនអ្នកថែទាំម្នាក់អាចទទួលការងារដល់ទៅ3កន្លែងចុះសូមអ្នកមីងជួយពន្យល់ពួកយើងបន្តិចមកក្នុងពេលតែមួយបែបនេះតើអ្នកមីងមើលថែក្មេងបានដោយរបៀបណាសូមអ្នកទាំងអស់គ្នាមើលឲ្យច្បាស់នេះហើយជាអ្វីដែលគេហៅថាបទពិសោធន៍ច្រើននិងសេវាកម្មប្រកបដោយមនសិការកាលពីកន្លះខែមុនអ្នកមីងម្នាក់ឯងទទួលការងារក្រៅ3កន្លែងដើម្បីឲ្យទាន់ការងារទាំងសងខាង
អ្នកមីងថែមទាំងលួច3កូនរបស់ម្ចាស់ផ្ទះទី1យកទៅទុកនៅផ្ទះម្ចាស់ផ្ទះទី2គ្រាន់តែចង់ឲ្យស្រួលខ្លួនដាក់ឲ្យដេកលើគ្រែតែមួយដើម្បីមើលថែខ្ញុំធ្វើបែបនោះគឺចង់ឲ្យក្មេងទាំងពីរមានមិត្តម្យ៉ាងទៀតខ្ញុំម្នាក់ឯងក៏មើលថែបានដែររឿងនេះមានអីធំដុំទៅមិនធំដុំមែនទេអ្នកមីងមិនដឹងទេទីរោគទើបនឹងកើតមានភាពសាំខ្សោយខ្លាំងណាស់អ្នកមីងគ្រាន់តែចង់បានលុយច្រើនក៏យកគេមកដាក់ចិត្តគ្នាបើមានការឆ្លងរោគនឹងគ្នាឬបើមានរឿងអីកើតឡើងក្នុងពេលដែលអ្នកមីងទទួលខុសត្រូវយ៉ាងណាអ្នកមីងទទួលខុសត្រូវរួចដែរឬទេម៉ាតុងមេពួកយើងធ្លាប់តែគាំទ្រហាងអ្នកពិតជាខ្វាក់ភ្នែកមែនដែលគិតថាអ្នកជាមនុស្សល្អនេះមិនមែនជាការផ្ដល់សេវាកម្មទេចេញទៅគេឈ្មោះអ្នកថែទាំទារកគឺត្រូវខូចខាតអស់ហើយព្រោះតែមនុស្សដូចជាអ្នកចេញទៅកុំនៅទីនេះឲ្យខ្មាស់គេចេញទៅការធ្វើតាមស្តង់ដារមិនមែនដើម្បីបដិសេធអ្នកណាទេប្រសិនបើសកម្មភាពរបស់អ្នកទាំងអស់គ្នាធ្វើឡើងដើម្បីម្ដាយនិងកូនពិតមែនប្រហែលជាថ្ងៃនេះអ្នកដែលឈរនៅទីនេះគឺអ្នកហើយតែគួរឲ្យស្ដាយក្នុងភ្នែកអ្នកមានតែលុយសំមុខហើយដែលត្រូវបែបនេះមិនអីទេរឿងអំបញ្ញមិញគ្រាន់តែជាការរំខានបន្តិចបន្តួចភាពជំនាញរបស់ក្រុមការងារលោកម្ចាស់ហាងយើងអ្នកទាំងអស់គ្នាក៏បានឃើញច្បាស់ហើយមកអង្គុយចុះទាំងអស់គ្នាការបង្រៀនរបស់យើងបន្តទៀតសូមមើលទំព័រនេះទាំងអស់គ្នាយោងតាមស្ថានភាពរាងកាយម្ដាយក្រោយសម្រាលយើងបានរៀបចំអាហារពិសេសសម្រាប់ក្រោយសម្រាលតាមដំណាក់កាលនីមួយហេអ៊ូតអាំងណាលីយកអាហារសាកល្បងចូលមកឲ្យអ្នកទាំងអស់គ្នាបានសាកល្បងផ្ទាល់បានចាស់លោកម្ចាស់ហាងអូហូការរៀបចំបាយម្ហូបពិតជាស្អាតណាស់ក្លិនក៏ឈ្ងុយដែរតែបរិមាណតិចម្លេះហើយហេតុអ្វីគ្មានជើងជ្រូកឬស៊ុបមាន់សោះវាសាប់ពេកហើយឱកាសវាបកមកដល់ហើយហាហាហាអ្នកទាំងអស់គ្នាមើលចុះនេះហៅថាអាហារសម្រាប់ក្រោយសម្រាប់មានតែបន្លែនិងទៅហ៊ូតិចតួចបែបនេះម្ដាយក្រោយសម្រាប់ញ៉ាំទៅអាចជាសះស្បើយមែនទេអាចមានទឹកដោះឲ្យកូនបើមែនទេពិតមែនហើយខ្ញុំមើលថាបើមិនញ៉ាំសាច់ច្រើនគឺគ្មានទឹកដោះទេធ្វើម្ហូបសាប់បែបនេះតើមានប្រយោជន៍អ្វីទោះបីស្រីសម័យនេះខ្លាចថត់ក៏ដោយតែការចិញ្ចឹមកូនជារឿងធំមិនអាចញ៉ាំតែប៉ុណ្្នឹងទេលីយកចាននេះចេញទៅនាងក្មេងនេះឯងមានន័យថាម៉េចអញហ៊ានបោះចានម្ហូបដែលខ្ញុំយកមកចំពោះមុខគេឯងចង់ធ្វើឲ្យខ្ញុំខ្មាស់គេមែនទេនេះជាអាហារសម្រាប់សាកល្បងជាចង្កេះផ្ទាល់ខ្លួនរបស់អ្នកបានគោអាហារអស់ហើយសម្រាប់ទារកនិងម្ដាយការឆ្លងមេរោគគឺជារឿងគ្រោះថ្នាក់បំផុតកុំនិយាយរឿងមេរោគអីខ្ញុំគ្រាន់តែដួលបន្តិចបន្តួចសោះសម្រាប់សេវាកម្មម្ដាយនិងទារកអនាម័យជារឿងសំខាន់បំផុតច្បាប់ទម្លាប់ទៀតហើយចេះតែយកក្រដាសច្បាប់មកគៀបសង្កត់សម័យមុនគេមិនដែលតឹងតែងបែបនេះទេសម័យនេះចេះតែរករឿងអ្នកនៅក្មេងមិនទាន់រៀបការមិនទាន់មានកូនផងចេះតែនិយាយផ្ដេសផ្ដាសបើអ្នកមានបទពិសោធន៍ខ្លាំងសូមពន្យល់ប្រាប់ឪពុកម្ដាយតែកំពុងអង្គុយនៅទីនេះបន្តិចមើលហេតុអ្វីបានជាម្ដាយទើបសម្រាលកូនត្រូវតែញ៉ាំអាហារខ្លាញ់ច្រើននេះគឺជាបទពិសោធន៍តែចាស់បន្សល់ទុកមកគេញ៉ាំបែបនេះគ្នាចាំបាច់ត្រូវពន្យល់អ្វីទៀតបើអ្នកមិនដឹងខ្ញុំនឹងពន្យល់ឲ្យស្ដាប់វិទ្យាសាស្ត្របានបញ្ជាក់ថាពេលទើបសម្រាលទឹករដូវមិនទាន់ស្រួលបើញ៉ាំអាហារខ្លាញ់ច្រើននឹងធ្វើឲ្យស្ទះបំពង់ទឹកដោះអាចបង្កជាការរលាកនិងគ្រុនក្តៅខ្លាំងពិតជាគួរឲ្យអាណិតសេវាកម្មយើងមិនអាចពឹងលើបទពិសោធន៍ចាស់ទេបបរនេះឆ្អិនល្អណាស់រសជាតិស្រាលស្រួលញ៉ាំចំអិនបានល្អឥតខ្ចោះស៊ុបនេះមិនខ្លាញ់តតែសោះ
រសជាតិឆ្ងាញ់ស្រស់ស្រាយល្អសម្រាប់សុខភាពម្ដាយកាត់បន្ថយខ្លាញ់និងអំបិលតែនៅរក្សាបានរសជាតិដើមពិតជាមានវិជាសាស្ត្រមែនបងស្រីហ៊ឺឈីនពិតជាអស្ចារ្យការបង្រៀនថ្ងៃនេះលែងជាការលេងសើចទៀតហើយវាត្រឡប់មកភាពត្រឹមត្រូវវិញឲ្យតែយើងធ្វើការដោយយកចិត្តទុកដាក់អតិថិជនគេមើលដឹងច្បាស់ណាស់ប្អូនស្រីឲ្យហាកូនប្រុសអ្នកពិតជាចិត្តដាច់ខ្លាំងណាស់កាលពីមុនពេលគេបើកហាងតូចមួយនោះបើមិនមែនខ្ញុំនាំគ្នាមកជួយគ្រប់គ្រងទេតើគេមានថ្ងៃនេះដែរឬឥឡូវហាងគេលក់ដាច់ខ្លាំងណាស់រកលុយបានច្រើនណាស់បែរជាមកកាត់ផ្លូវខ្ញុំទៅវិញកុំយំអីឈីងជាក្មេងចេះគិតគូរគេមិនមែនជាមនុស្សភ្លេចគុណទេចាំប៉ានិយាយជាមួយគេឈីងកូនដេកនៅប៉ាមានរឿងចង់ពិភាក្សាជាមួយកូនរឿងកូនជាមួយមីងកូនឈប់ត្រឹមនឹងទៅបានទេគាត់ធ្វើជាអ្នកថែទាំកូនខ្ចីពេញមួយជីវិតមិនមានគុណបំណាច់ក៏មានការនឿយហត់ដែរកាលកូនបើកហាងដំបងគ្មានអ្នកជួយក៏បានគាត់នាំគ្នាមកជួយដែរប៉ាមិនក៏ប៉ានិយាយបែបនេះតើការនោះអ្នកណាជាអ្នកសុំអ្នកណាគឺយើងឃើញគាត់ឯកោទៅជួយគាត់ទេមិនក៏ខ្លាចជាគាត់ជួយយើងទៅវិញប៉ាដឹងក្នុងចិត្តច្បាស់ណាស់រឿងលើបណ្ដាញសង្គមអាចប្រើភស្តាំងដោះស្រាយបានតែការជិះចាប់ក្នុងគ្រួសារមិនមែនគ្រាន់តែយកភស្តាំងមកដាក់គឺអាចដោះស្រាយបាននោះទេហើយចាស់ទុំនៅស្រុកកំណើតគេមិនស្ដាប់យើងទេឈីងមានកូនធ្វើខុសពិតមែនម៉ាក់ក៏ដឹងក្នុងចិត្តដែរតែស្ដាប់ម៉ាក់បន្តិចទៅកុំតាមដេញដល់គាត់ជាសាធារណៈទៀតអីរឿងអតិថិជនត្អូញត្អែរនឹងវីដេអូកាមេរ៉ាសុវត្ថិភាពកូនកុំបញ្ចេញទៀតបានទេម៉ាក់គាត់នាំគ្នាមកបង្កចំនួនក្នុងកម្មវិធីខ្ញុំនៅចំពោះមុខអតិថិជនជាច្រើនមកមួយបង្កាច់ម្ហូបអាហារយើងថែមទាំងយកឋានៈជាចាស់ទុំទៅបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំនៅស្រុកទៀតរឿងទាំងអស់នេះហេតុអ្វីខ្ញុំត្រូវទ្រាំឈីងមកអាណិតកូនតែពីថ្ងៃនេះដោយសារតែសាច់ញាតិនៅស្រុកគេនាំគ្នានិយាយដាំយើងប៉ាកូនឡើងសម្ពាធឈាមដល់180ស្ទើរតែដួលទៅហើយម៉ាក់សុំកូនចុះកូនថយមួយជំហានទៅណាសុំឲ្យផ្ទះយើងបានស្ងប់ស្ងាត់ខ្លះបានទេម៉ាក់ដឹងហើយម៉ាក់ជួយមើលប៉ាឲ្យគាត់លេបថ្នាំតាមពេលផងម៉ាក់សន្យាថានឹងមិនប្តឹងផ្តល់គាត់ទៀតទេពួកឯងមើលចុះមិនដែរអ្វីដែលខ្ញុំនិយាយនាងក្មេងមាត់ដាច់នោះឥឡូវក្នុងគ្រប់សំបីតែមាត់ក៏មិនហ៊ានហើបដែរធ្វើដូចងាប់ទៅហើយហាពិតមែនហើយកាលពីក្នុងកម្មវិធីបង្រៀនឃើញធ្វើខ្លាំងណាស់ខឹងណាស់ហាងគាត់ខ្វះពួកយើងដែលជាអ្នកថែទាំចាស់ភាសាអត់មិនបានទេគាត់ដឹងរឿងនេះច្បាស់ជាងអ្នកណាទាំងអស់ក្រុមការងារក្មេងសម័យនេះគ្រាន់តែជារូបភាពបោកប្រាស់ទេហាអូប្អូនស្រីទើបតែចេញពីហាងរបស់ហ៊ឺឈីងមែនទេកុំទៅជឿសម្ដីពួកគេឲ្យសោះណាតែអ្នកថែទាំនៅហាងគេប្រាប់ថាគេមានតារាងស្តង់ដារសេវាកម្មច្បាស់លាស់មើលទៅហាក់ដូចជាមានវិជាសាស្ត្រណាស់វិជាសាស្ត្រអីសុទ្ធតែជារបស់បោកបញ្ឆោតក្មេងដូចពួកឯងទេការសម្រាលកូននិងការថែទាំក្រោយសម្រាលគឺពឹងលើអ្វីគឺពឹងលើបទពិសោធន៍រាងកាយស្ត្រីសម្រាលកូនទោះមិនទាន់ពិនិត្យក៏ដោយគ្រាន់តែចាប់ដៃភ្លាមដឹងភ្លាមថាខ្សោយឈាមឬខ្សោយកម្លាំងស្ដាប់បងណាក្មួយអ្នកថែទាំក្មេងទាំងនោះសំបីតែរៀបការក៏មិនទាន់ផងតើចេះថែទាំកូនក្មេងយ៉ាងម៉េចទៅដល់ពេលចាំបាច់គឺត្រូវពឹងលើអ្នកថែទាំមានបទពិសោធន៍ដូចពួកបងនេះឯងស្ដាប់បងនិយាយហើយហាក់ដូចជាបទពិសោធន៍សំខាន់ជាងមែនចុះតម្លៃសេវាកម្មវិញយ៉ាងម៉េចដែរតម្លៃពួកបងធូរថ្លៃជាងហាងនោះឆ្ងាយណាស់ទៅហាងបងទៅបងនឹងរៀបចំគម្រោងឲ្យផ្ទាល់ស្រីបងប្អូនជីដូនមួយរបស់បងធ្វើពេកហើយមានរឿងអីអង្គុយចុះនិយាយមកមិញនេះអ្នកធ្វើការនៅមន្ទីរពេទ្យសឹកប្រាប់ខ្ញុំថាបងប្អូនជីដូនមួយបងនាំអ្នកថែទាំ2នាក់ទៅឈរចាំដណ្ដើមភ្ញៀវយើងនៅមុខមន្ទីរពេទ្យរាល់ថ្ងៃបងមើលឯកសារនេះចុះបងយល់ហើយពួកគេគួរតែជាភ្ញៀវរបស់យើងតែដោយសារការនិយាយបោកប្រាស់របស់ពួកគេធ្វើឲ្យភ្ញៀវទាំងនេះរត់ទៅរកពួកគេអស់បងស្រីពួកគេកំពុងតែដណ្ដើមមុខរបរយើងច្បាស់តែម្ដង
តើយើងគួរចេញសេចក្តីថ្លែងការណ៍ទេតើយើងគួរចេញសេចក្តីថ្លែងការណ៍ដែរឬទេមិនបាច់ទេមិនចាំបាច់ចេញសេចក្តីថ្លែងអតិថិជនមានសិទ្ធិជ្រើសរើសអ្នកណាដែលគាត់ចង់តែបងស្រីតើយើងត្រូវឈរមើលគេដណ្ដើមអតិថិជនទៅបែបនេះមែនទេឥឡូវបងអូនទូរស័ព្ទទៅអតិថិជនដែលកំពុងស្ទាក់ស្ទើរទាំងនោះមិនបាច់និយាយច្រើនទេគ្រាន់តែពន្យល់ពួកគេឲ្យច្បាស់បញ្ជីហានិភ័យរបស់យើងទៅបានរឿងដែលសល់ទុកឲ្យអតិថិជនជាអ្នកសម្រេចចិត្តដោយខ្លួនឯងបងស្រីហេឈីងធ្វើបែបនេះវាហួសចិត្តណាស់ច្បាស់ណាស់ថាពួកគេជាអ្នកបង្កចំនួនក្នុងកម្មវិធីមុនហើយក៏ជាពួកគេដែលលួចតាក់ទងអតិថិជនរបស់យើងដោយសម្ងាត់ហើយអ្វីចុងក្រោយយើងបែរជាត្រូវមកអត់ធ្មត់បែបនេះមែនហើយគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ថាហួសចិត្តខ្លាំងណាស់ហាក់ដូចជាពួកយើងកំពុងតែចុះចាញ់អញ្ចឹងគ្រប់គ្នាស្ដាប់បងសិននេះមិនមែនជាការចុះចាញ់ទេបងស្រីតើបងចង់មានន័យថាមីងថ្លៃគិតថាអតិថិជនជឿជាក់លើរូបគាត់ជឿលើសម្ដីអួតអាងពីបទពិសោធន៍របស់គាត់តែគាត់មិនយល់តតែសោះអ្វីដែលអតិថិជនត្រូវការនៅពេលនេះគឺសេវាកម្មស្តង់ដារដែលអាចជៀសវាងហានិភ័យនិងមានអ្នកទទួលខុសត្រូវនៅពេលមានបញ្ហាម៉ាក់មិនក៏ម៉ាក់មកដល់ទីនេះផ្ទាល់ជីងក្នុងក្រុមគ្រួសារគេនិយាយគ្នាថាមីងថ្លៃរបស់កូនកំពុងដណ្ដើមអតិថិជនរបស់កូនគ្រប់កន្លែងម៉ាក់កុំបារម្ភអីគាត់ដណ្ដើមអតិថិជនពិតប្រាកដមិនបានទេតែគេនាំអតិថិជនទៅអស់ហើយកូនម៉ាក់កុំបារម្ភអីណាត្រឡប់ទៅសម្រាប់វិញទៅជឿជាក់លើកូនបងស្រីខ្ញុំប្រាប់ឲ្យណាទើបតែសម្រាលកូនរួចត្រូវតែរក្សាខ្លួនឲ្យកក់ក្ដៅដាច់ខាតកុំឲ្យត្រូវខ្យល់ហើយកុំឲ្យកក់សក់ឬងូតទឹកឲ្យសោះច្បាប់ដែលដូនតាបន្សល់ទុកមកសុទ្ធតែជាបទពិសោធន៍ទាំងនោះសម័យនេះដឹងអីខ្លះអូយដងមីអ្នកពិតជាយល់ដឹងច្រើនណាស់កូនប្រសាខ្ញុំរាល់ថ្ងៃរករឿងចង់បើកបង្អួចចង់ងូតទឹកមិនឲ្យនាងងូតនាងបែរជាធ្វើមុខស្អុយដាក់ខ្ញុំពិតជាមិនស្គាល់ល្អអាក្រក់សោះសម័យនេះមែនទេសួស្ដីតើអ្នកណាជាអ្នកគ្រប់គ្រងហេខ្ញុំធ្លាប់មកហាងថែទាំរបស់អ្នកពីមុនមានម៉ាក់ម្នាក់សួរមកសុំសួរថាអ្នកអាចមកវិតម្លៃដល់ផ្ទះបានទេបងស្រីនេះមិនមែនជាម៉ាក់ដែលត្រូវមីងរបស់បងដណ្ដើមយកទៅការពីម្សិលមិញមែនទេមិនក៏គាត់ផ្ញើសារមកសុំជំនួយពីបងបែបនេះគាត់ទ្រាំនឹងការធ្វើបាបរបស់មីងបងលែងបានហើយគាត់ចិត្តឈួតនឹងច្បាប់ទម្លាប់ចាស់គំរើរបស់មីងបងហើយចុះយើងរងចាំអីទៀតខ្ញុំនឹងរៀបចំឡាននឹងឲ្យក្រុមការងារឥឡូវនេះយើងទៅទីនោះតែម្ដងទៅមិនបានទេរឿងនេះយើងមិនអាចលូកដៃចូលភ្លាមបានទេហេតុអីបងនេះជាឱកាសល្អដើម្បីបង្កើនកេរ្តិ៍ឈ្មោះយើងណាបើបងនាំមនុស្សទៅឥឡូវនេះមីងបងច្បាស់ជាយកទៅនិយាយក្នុងក្រុមគ្រួសារថាខ្ញុំមិនស្គាល់ខុសត្រូវប្រើល្បិចចោលខ្វាក់ដើម្បីដណ្ដើមអតិថិជនគាត់ដល់ពេលនោះទោះយើងមានហេតុផលក៏ខ្លាចជាខុសដែរប៉ាម៉ាក់ខ្ញុំនឹងត្រូវគេស្ដីបន្ទោសទៀតចុះយើងទុកគាត់ចោលបែបនេះមែនយើងត្រូវជួយតែត្រូវធ្វើតាមរបៀបត្រឹមត្រូវខ្ញុំត្រូវឲ្យគាត់ដឹងខ្លួនឯងសិនបងដងមីមិនស្រួលហើយអតិថិជនម៉ាក់ដែលយើងកំពុងមើលថែទើបតែបង្ហោះសារវែងមួយនៅក្នុងក្រុមម៉ាក់ធំបង្គាប់សរសេរថាអីគាត់ហ៊ានជេរខ្ញុំមែនទេគាត់មិនបានជេរទេតែគាត់សរសេរថាការថែទាំក្រោយសម្រាប់មិនមែនគ្រាន់តែបើមានបញ្ហាតើនរណាជាអ្នកទទួលខុសត្រូវកែសម្រួលយ៉ាងណារឿងទាំងនេះសំខាន់ជាងការសន្យាទៅទៀតបងដងមីយើងគួរឆ្លើយតបយ៉ាងណាយើងគ្មានឯកសារកត់ត្រាឬកិច្ចសន្យាអ្វីទាំងអស់ឆ្លើយតបអីទៀតគ្រាន់តែប្រាប់ថាម៉ាក់សម័យនេះរឿងច្រើនពេកបងមើលក្នុងក្រុមម៉ាក់ទៅមីងរបស់បងកំពុងត្រូវគេចោទសួររហូតមិនហ៊ានឆ្លើយតបអ្វីទាំងអស់គាត់ស្មានថាធ្វើជាអ្នកថែទាំគ្រាន់តែប្រាមាត់និយាយអួតគឺអាចរកស៊ីបានមែនទេសុំដកឈ្មោះចេញពួកគេចង់ដកឈ្មោះចេញទាំងអស់គ្រាន់តែរឿងមិនបានកត់ត្រាទុកនឹងមែនទេខ្ញុំប្រាប់ឲ្យដឹងគេឈ្មោះខ្ញុំគឺពិតប្រាកដណាស់មីងដងមីតែអតិថិជនដែលមីងធ្លាប់ទទួលគេបាននិយាយក្នុងក្រុមអស់ហើយបានប្រាប់នៅក្នុងក្រុមរួចហើយអ្នកមើលថែមិនយកចិត្តទុកដាក់សោះអនាម័យក៏ធ្វើតែឲ្យរួចពីដែរគាត់នឹងហើយដែលរឿងច្រើនខ្ញុំធ្វើការថែទាំអ្នកសម្រាលកូនរាប់ឆ្នាំមកហើយសម័យនេះពិបាកថែជាងមុនទៅទៀតឈប់សិនធ្វើការតាមតែអារម្មណ៍បែបនេះបើមានរឿងអីអ្នកណាជាអ្នកទទួលខុសត្រូវយើងត្រូវតែដកប្រាក់កក់វិញតោះទៅមើលបងដងមីមើលនេះឆាប់ឡើងក្នុងគ្រប់គេកំពុងជេរគ្នាកាន់តែខ្លាំងហើយគេកំពុងសង្ស័យលើពួកយើងទាំងអស់គ្នា
ថ្ងៃចេះតែនិយាយដើមគេបងក្នុងគ្រប់គេកំពុងរងចាំចម្លើយពីបងបើបងមិនឆ្លើយទេការងារដែលនៅសល់នឹងត្រូវគេដកវិញអស់ហើយភ័យអីប្រាប់គេទៅថាបទពិសោធន៍20ឆ្នាំរបស់បងគឺជាដំណោះស្រាយល្អបំផុតបងឥឡូវគេលែងស្ដាប់រឿងនឹងហើយបទពិសោធន៍របស់បងលែងមានប្រសិទ្ធភាពដូចមុនទៀតហើយហួសពេលហើយហួសពេលអស់ហើយមិនមែនទេបងនៅមានវិធីប្អូនស្រីរឿងកន្លងមកគឺគ្រាន់តែជាការយកច្រឡំទេបងភ្លេចខ្លួនមួយពេលកុំប្រកាន់បងអីណាបងធ្វើអីហ្នឹងឆាប់ក្រោកឡើងប្អូនស្រីឲ្យបងចាស់ហើយរកស៊ីខាងក្រៅពិតជាពិបាកណាស់ឥឡូវគ្មានការងារធ្វើទៀតថ្ងៃនេះបងមកគ្មានបំណងអ្វីទេគ្រាន់តែចង់មកជួយការងារឈីងខ្លះទោះមិនឲ្យបងធ្វើជាអ្នកថែទាំកូនក៏ឲ្យបងធ្វើការងារកំពេចកំប៉ុកបោសសម្អាតលាងចានឆ្នាំងក៏បានដែរបងសុខចិត្តធ្វើទាំងអស់ឈីងមើលចុះមីងរបស់កូននិយាយដល់ថ្នាក់នេះហើយឈីងមានកូនសុខចិត្តបន្ទាបខ្លួនសុំទោសហើយបើកូននៅតែមិនព្រមទៀតកូននឹងក្លាយជាមនុស្សចិត្តចង្អៀតហើយយើងសុទ្ធតែជាសាច់ញាតិគ្មានអ្នកណាកាន់ទោសអីយូរទេមែនហើយកូនជួយនិយាយលួងលោមឈីងទៅម៉ាក់ភ្លេចហើយមែនទេថាពួកគេធ្លាប់ធ្វើអ្វីខ្លះកូនធ្លាប់ផ្ដល់ឱកាសឲ្យពួកគេម្ដងរួចមកហើយកូននឹងមិនឲ្យពួកគេមានឱកាសមកប៉ះពាល់អតិថិជនរបស់កូនទៀតជាដាច់ខាតឈីងរឿងម៉ាក់មិននឹងភ្លេចបានតែឥឡូវក្នុងគ្រប់ញាតិមិត្តគេកំពុងតាមដានទាំងអស់គ្នាបើថ្ងៃនេះយើងបដិសេធចំចាស់ទុំនៅស្រុកកំណើតនឹងនិយាយមិនខានថាមានលុយហើយមិនជួយញាតិមិត្តនេះជាលើកចុងក្រោយហើយមីងបើអ្នកចង់ត្រឡប់មកវិញឃើញដល់មុខមាត់ប៉ាម៉ាក់ខ្ញុំនឹងផ្ដល់ជំរឿសមួយឲ្យខ្ញុំដឹងហើយថាឈីងស្រឡាញ់ញាតិមិត្តបំផុតបានការហើយមកនេះឈីងប្រាប់មកឲ្យពួកយើងមើលថែអតិថិជនវិតម្នាក់ណាឬក៏ឲ្យពួកយើងត្រឡប់ទៅធ្វើជាអ្នកមើលថែទីរោគកម្រិតមាសវិញអ្នកអាចនៅធ្វើការផ្នែករដ្ឋបាលបណ្ដោះអាសន្ននៅហាងបានបុគ្គលិករដ្ឋបាលបណ្ដោះអាសន្នត្រូវហើយអ្នកគ្រាន់តែរាប់ចំនួនទំនិញប្រមូលប្រអប់អាហារនិងសម្អាតហាងអ្វីឲ្យខ្ញុំទៅបោះសម្រាមនឹងឬលាងប្រអប់អាហារដែលគេញ៉ាំសបងដងមីនេះមិនមែនឲ្យពួកយើងធ្វើជាអ្នកសម្អាតទេបានហើយជីងឲ្យតែមានការងារធ្វើអ្វីក៏បានដែរពួកយើងធ្វើបងដងមីក្រណាត់កន្ទុកក្មេងដែលទើបចូលថ្មីនេះត្រូវតែស្កេនកូដចុះបញ្ជីសិនរួចចាំបាញ់អាល់កុលសម្រាប់មេរោគលើប្រអប់ឲ្យស្អាតហាងយើងមានច្បាប់បើមិនចុះបញ្ជីនឹងសម្រាប់មេរោគទេគឺមិនអាចដាក់លក់បានទេរវល់តែស្កេនចុះស្កេនឡើងមិនរំខានទេក្លិនទឹកសម្រាប់មេរោគនឹងខ្លាំងណាស់រឿងច្រើនមែនខ្ញុំធ្វើការរាប់សិបឆ្នាំមកហើយមិនបាច់ប្រើរបស់ទំនើបទាំងនេះទេបងដងមីខ្ញុំឃើញថាទំនិញដែលរាប់រួចនេះចំនួនក្នុងប្រព័ន្ធមិនត្រូវគ្នាទេឧបករណ៍ការពារភ្លើង3ប្រអប់និងឧបករណ៍សម្រាប់មេរោគ5ឈុតខ្វះទៅខ្ញុំចាស់ហើយភ្នែកមិនសូវល្អមើលមិនច្បាស់ទេរកខ្វះបន្តិចបន្តួចជារឿងធម្មតាទេនាងក្មេងនេះនិយាយជាមួយចាស់ទុំបែបនេះឬចេះគោរពចាស់ទុំខ្លះទេបងដងមីខ្ញុំគ្រាន់តែរំលឹកតាមនីតិវិធីប៉ុណ្ណោះវាមិនពាក់ព័ន្ធនឹងរឿងចាស់ទុំអ្វីទេមិនអីទេអ្នកដឹងទេថាខ្ញុំធ្វើការនៅហាងនេះប៉ុន្មានឆ្នាំមកហើយម្ចាស់ហាងនេះគឺជាក្មួយស្រីបង្កើតរបស់ខ្ញុំអញទើបតែមកធ្វើការថ្មីហ៊ានមកប្រដៅខ្ញុំមែនទេពិតជាមិនស្គាល់កម្ពស់មេឃដីទេនឹងរបៀបវារៈប្រជុំថ្ងៃនេះគឺរាយការណ៍ពីការងារផ្នែកដឹកជញ្ជូនសប្តាហ៍នេះថ្មីនេះការគ្រប់គ្រងទំនិញមានការកត់ត្រាខុសចំនួន3ដងជាប់គ្នាការសម្លាប់មេរោគមិនត្រឹមត្រូវហើយចំនួនទំនិញក៏មិនត្រូវគ្នាដែរអ្នកស្រីម៉ាតុងមីផ្នែកដឹកជញ្ជូនអ្នកមានអ្វីចង់បកស្រាយទេឈីងឲ្យអ្នកណាក៏ដឹងដែរថាភ្នែកខ្ញុំមិនសូវល្អប៉ុន្មានថ្ងៃនេះបូករួមទាំងប្រព័ន្ធស្កេនកូដក្នុងហាងវាស្មុគស្មាញពេកលើកក្រោយខ្ញុំនឹងប្រយ័ត្នជាងនេះគ្មានលើកក្រោយទៀតទេអ្នកស្រីម៉ាតុងមីនឹងត្រូវកាត់ប្រាក់រង្វាន់ថ្ងៃនេះទាំងអស់ឈីងក្មួយហ៊ានកាត់លុយមីងមែនទេមិនត្រឹមតែប៉ុណ្្នឹងទេចាប់ពីថ្ងៃនេះទៅប្រធានក្រុមនឹងត្រូវបង្វឹកការងារឡើងវិញឲ្យមីងតោះតែឆ្លងកាត់ការវិតម្លៃទើបអាចធ្វើការបន្តបានបើនៅតែមានកំហុសទៀតហាងនឹងបញ្ឈប់ការងារមីងជាអចិន្ត្រៃយ៍ចាត់ទុកថាបញ្ចប់កិច្ចសន្យាឈីងក្មួយធ្វើបែបនេះចំពោះមុខអ្នកដទៃមីងជាមីងបង្កើតរបស់ក្មួយណាសូម្បីតែឪពុកម្ដាយក្មួយក៏មិនហ៊ាននិយាយជាមួយមីងបែបនេះដែរមីងច្បាប់ក្នុងហាងនឹងមិនផ្លាស់ប្ដូរដោយសារតែរឿងសាច់ញាតិឡើយឈីងពីថ្ងៃនេះមីងរបស់ក្មួយធ្វើការបានល្អណាស់
ទាំងបោះសម្អាតនិងរាប់ទំនិញគឺមិនមានកំហុសទេសាច់ញាតិនៅស្រុកក៏លែងរំខានក្នុងគ្រប់ដែរគេនាំគ្នាពោលសរសើរពីចិត្តទូលាយរបស់ក្មួយម៉ាក់និងប៉ាពីថ្ងៃនេះដេកលក់ស្រួលហើយពិតមែនហើយឈីងគ្រូសាយើងចោះសម្រុងនឹងគ្នាមុខរបរក៏ដំណើរការទៅមុខរលូនប៉ាអស់បារម្ភហើយប៉ាម៉ាក់ឲ្យតែមានគោរពច្បាប់ក្នុងហាងបានល្អទៅបានហើយគាត់នឹងមិនធ្វើបាបគាត់ទេរឿងកន្លងមកឲ្យវាចប់ទៅចុះបងស្រីមើលនោះមានកំពុងលួចថតបញ្ជីអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់យើងពីថ្ងៃនេះគាត់លួចស្ដាប់ពេលយើងប្រឹក្សាជាមួយអតិថិជនពេលសម្រាប់ថ្ងៃត្រង់គាត់ថែមទាំងលួចមើលសៀវភៅណែនាំសេវាកម្មយើងទៀតគាត់មានចិត្តណាមិនល្អទេខ្ញុំទៅចាប់គាត់ឥឡូវនេះហើយកុំតន់អីបងស្រីហេតុអ្វីបងមិនព្រួយបារម្ភសោះព្រោះខ្ញុំដឹងតាំងពីដើមមកថាគាត់មានចិត្តណាមិនល្អអ្វីដែលគាត់ចង់បានពិតប្រាកដគឺលួចយករបស់ដែលអាចជួយឲ្យគាត់ងើបមុខរួចនិងអាចកំទេចយើងបានតែយើងមិនអាចបណ្ដោយឲ្យគាត់លួចបែបនេះទេបើឯកសារសម្ងាត់សំខាន់ដែលយើងខំបង្កើតត្រូវគាត់យកទៅអស់យើងនឹងខាត់បងធ្ងន់ធ្ងរណាស់ដូច្នេះយើងមិនទាន់បកអាក្រាតគាត់តែយើងត្រូវដាក់ច្បាប់ថ្មីដើម្បីកុំឲ្យរឿងនេះកើតឡើងទៀតចាប់ពីថ្ងៃនេះទៅត្រូវបែងចែកឯកសារសំខាន់ក្នុងហាងឡើងវិញបងស្រីបែងចែកយ៉ាងម៉េចដែរទី1ផ្ដល់ឯកសារការងារតាមតួនាទីរៀងខ្លួនទី2ទិន្នន័យអតិថិជនទាំងអស់ត្រូវដាក់ចូលក្នុងប្រព័ន្ធគ្រប់គ្រងតែមួយទី3ដកបញ្ជីអ្នកផ្គត់ផ្គង់នៅលើជញ្ជាំងចេញភ្លាមទុកឲ្យតែថ្នាក់ដឹកនាំមើលបានគាត់ចង់លួចមែនទេឲ្យគាត់លួចទៅចុះខ្ញុំចង់ដឹងថាបើគាត់យកបានតែរបស់មិនសំខាន់តើគាត់អាចងើបមុខរួចដោយរបៀបណាគឺឈីងយើងលែងធ្វើការហើយថ្ងៃនេះពួកយើងទាំង3នាក់សុំលីឈប់ជាផ្លូវការធ្វើការដូចចោលលួចមើលសាច់ញាតិខ្លួនឯងច្បាប់ក្នុងហាងច្រើនពេកហើយធ្វើការគ្មានសេចក្តីថ្លៃថ្នូរតតែសោះពួកយើងមកជួយបងតែបងបែរជាចាត់ទុកពួកយើងដូចមនុស្សក្រៅហាងនេះគ្មានអ្នកណាចង់នៅទេបានខ្ញុំយល់ព្រមសៀវចាំងនឹងបើកប្រាក់ខែឲ្យអ្នកទាំងអស់គ្នាពួកអ្នកអាចទៅបានហើយចាស់អ្នកប្រឹក្សាផ្នែកគ្រប់គ្រងសម័យថ្មីមើលកាមេរ៉ា321ចាប់ដើមការថែទាំស្ត្រីសម្រាប់កូនត្រូវមានទាំងបទពិសោធន៍បុរាណនិងការគ្រប់គ្រងបែបសម័យថ្មីកាត់ល្អឥតខ្ចោះបងដងមីមិញបងពិតជាមានអំណាចខ្លាំងណាស់មជ្ឈមណ្ឌលថែទាំក្រោយសម្រាប់ដ៏ធំនេះពិតជាចេះមើលមនុស្សមែនគ្រាន់តែដឹងថាពួកយើងមានឯកសារស្នូលនៃដំណើរការងារក្នុងដែរគេក៏ជួយបងឲ្យធ្វើជាអ្នកប្រឹក្សាគ្រប់គ្រងភ្លាមហេះនោះពិតជាប្រកបណាស់មជ្ឈមណ្ឌលធំគេឲ្យតម្លៃលើបទពិសោធន៍ពួកយើងណាស់នាងហឺជីងនោះនឹកស្មានថាខ្លួនឯងបង្កើតអ្វីដែលថៃអស្ចារ្យខ្លាំងណាស់ឬតាមពិតទៅគំរូរបស់នាងក៏គ្រាន់តែជាការយកបទពិសោធន៍ចាស់ដែលយើងមកសរសេរជាតារាងប៉ុណ្ណោះគឺជីងចង់ប្រើច្បាប់ទម្លាប់កំពេចកំពុកមកសង្កត់បងឬគ្មានផ្លូវទេលទ្ធផលគឺឥឡូវនេះឯកសាររបស់នាងទាំងអស់បានក្លាយជាដើមទុនរបស់បងចាំមើលពេលវីដេអូផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលចេញទៅមើលថានាងនឹងតាំងជាមួយបងដែរស្រីម្នាក់នោះតើអាចតាំងជាមួយបងបានដោយរបៀបណាទៅបងដងមីនេះជាមជ្ឈមណ្ឌលថែទាំធំបំផុតក្នុងក្រុងយើងតារាងការងារឡងចេញពីពួកយើងសុខសាន្តបងឲ្យសេវាថែតំបង 100000 ថែម 20000 ធ្វើការពេលនេះចំណេញបំផុតយកបាយមកជូនហើយញ៉ាំពេលកំពុងក្តៅទៅបងឲ្យថ្ងៃនេះយើងគ្មានអតិថិជនលំដាប់ខ្ពស់មកពីគ្រូយោបល់សំបីម្នាក់ពួកគេដណ្ដើមយកអស់ហើយពួកគេថែមទាំងប្រើនឹងតារាងដូចយើងបេះបិទសមិទ្ធផលដែលពួកយើងខំប្រឹងធ្វើត្រូវគេឆក់យកទៅអស់ហើយកុំតន់ភ័យមើលនេះសិនការកំណត់ទូនីតិផ្នែកថែទាំនិងអាហារូបត្ថម្ភរបស់ពួកគេមានអក្ខរាវិរុទ្ធខុសពីចំណុចហើយចំណុចនេះទៀតលោសិទ្ធនៃការរីកាពេលយប់នេះមិនមែនជាកំហុសក្នុងឯកសារព្រៀងរបស់យើងពីមុនទេពេលនោះខ្ញុំវិតែក្រោយមកយើងបានកែក្នុងប្រព័ន្ធរួចហើយត្រូវហើយសៀវភៅណែនាំដែលខ្ញុំចែកឲ្យតាមផ្នែកនីមួយគ្រប់កំណែទាំងអស់ខ្ញុំសុទ្ធតែបានកែសម្រួលកំហុសអក្ខរាវិរុទ្ធនិងការបែងចែកលោសិទ្ធតិចតួចពួកគេប្រញាប់ចង់បានមុខមាត់មិនទាំងមើលផងក៏យកសេចក្តីព្រៀងដែលមានបញ្ហាទាំងនេះផ្ញើទៅមជ្ឈមណ្ឌលអ្នកស្រីធំទាំងស្រុងពួកគេចាត់ទុកការទំនាក់ទំនងជាការលូកចាត់ទុកផ្នែកអាហារូបត្ថម្ភជាអ្នកដឹកជញ្ជូនចាត់ទុកតារាងវិន័យជារបស់តាំងលំអអ្នកស្រីគិតថាអ្វីដែលគាត់លួចទៅគឺជារបស់សំខាន់របស់យើង
តាមពិតទៅអ្វីដែលគាត់លួចទៅគ្រាន់តែជាសម្បកក្រៅប៉ុណ្ណោះសម្បកក្រៅមិនអាចទ្រទ្រង់រចនាសម្ព័ន្ធបានទេនៅពេលជួបបញ្ហាជាក់ស្ដែងនោះហើយជាពេលដែលពួកគេនឹងដួលរលំអ្នកទាំងអស់គ្នាត្រៀមខ្លួនសេវាកម្មកម្រិតខ្ពស់របស់យើងមិនអាចខ្វះបានសំបីមួយចំណុចការថែទាំស្ត្រីសម្រាប់កូននិងទារកទើបនឹងកើតនេះគឺជារឿងសំខាន់ណាស់ជំនាន់ក្រោយមិនអាចពឹងផ្អែកតែលើអ្វីដែលពួកគេបង្កើតឡើងនោះទេគ្រាន់តែជាតារាងស្ងួតប៉ុណ្ណោះទំនុកចិត្តពិតប្រាកដគឺត្រូវតែមកពីបទពិសោធន៍ជាក់ស្ដែងរាប់សិបឆ្នាំរបស់យើងថោកទាបណាស់យាយចាស់ម្នាក់នេះពិតជាគ្មានគេខ្មាស់មែននេះមិនមែនចង់ជេរអ្នកស្រីធំនិងបងស្រីទេបងស្រីយើងត្រូវតែទៅវិញយើងត្រូវតែបំបែកមជ្ឈមណ្ឌលរបស់គាត់ហើយការវិតម្លៃពិតប្រាកដពីអតិថិជនចាស់របស់គាត់ក៏ត្រូវតែបង្ហោះតាមអ៊ីនធឺណិតដែរចាំមើលថានរណានឹងដួលមុនត្រូវហើយយើងមិនអាចទ្រាំបានទេរឿងឆ្លុះប្រកែកយើងមិនចាញ់ពួកគេទេខ្ញុំដឹងថាអ្នកខឹងប៉ុន្តែការឆ្លុះប្រកែកគ្នាមានតែជួយឲ្យគាត់ល្បីឥឡូវនេះមជ្ឈមណ្ឌលនោះចង់តែឲ្យយើងជួយផ្សព្វផ្សាយឲ្យពួកគេទេធ្វើបែបនេះម៉ាកយីហោរបស់ពួកគេនឹងកាន់តែល្បីតែត្រូវបណ្ដោយឲ្យគាត់ជាកាកសំណល់ដាក់យើងអតិថិជនលំដាប់ខ្ពស់របស់យើងបាត់បង់អស់ហើយបើដូច្នោះមែនយើងនឹងរៀបចំថ្ងៃបើកទូលាយសម្រាប់អ្នកម្ដាយក្រុមគ្រួសារនិងស្ថាប័នមកទស្សនាការងារជាក់ស្ដែងរបស់យើងពិធីនេះល្អខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាឃើញដោយផ្ទាល់ភ្នែកស្តង់ដារពិតប្រាកដមិនមែនគ្រាន់តែជាក្រដាសប៉ុន្មានសន្លឹកនោះទេលើកនេះខ្ញុំនឹងធ្វើឲ្យអ្នកថែទាំម្នាក់នោះនិងមីងម្នាក់នោះបង្ហាញមុខពិតនៅចំពោះមុខអ្នកទាំងអស់គ្នាអូលោកម្ចាស់ហាងថ្ងៃនេះកម្មវិធីបើកសម្ពោធមើលទៅអ៊ូអរណាស់តែថាខ្ញុំចង់សួរជំនួសឲ្យអ្នកម្ដាយក្មេងនៅទីនេះបន្តិចតើវិធីសាស្ត្ររបស់ហាងអ្នកពិតជាអាចជឿទុកចិត្តបានមែនទេហើយមួយទៀតស្ត្រីសម្រាប់កូនបើគ្មានទឹកដោះមិនមែនគួរតែញ៉ាំស៊ុបជើងជ្រូកទេអាហាររាវរបស់អ្នកតើវាមានប្រសិទ្ធភាពមែនទេបទពិសោធន៍រាប់សិបឆ្នាំរបស់អ្នកថែទាំចាស់ហើយអ្វីបានជាមកដល់ដៃអ្នកបែរជាមិនចាត់ទុកថាជាជំនាញទៅវិញបើថ្ងៃនេះអ្នកមិនបកស្រាយឲ្យច្បាស់ទេតើអ្នកណាហ៊ានប្រគល់កូនឲ្យអ្នកមើលថែមីងវិជាសាស្ត្រនិងជំនាញមិនមែននិយាយតែមាត់នោះទេលោកម្ចាស់ហាងសម្ដីសម្ដៅពូកែណាស់តែហាងតូចដូចអ្នកយកអ្វីមកប្រកួតជាមួយម៉ាក់ល្បីដូចពួកយើងសូមឲ្យខ្ញុំនិយាយបន្តិចចុះខ្ញុំជាអតិថិជនដែលធ្លាប់ប្រើសេវាកម្មពីអ្នកមីងដុងមីម្នាក់នេះពីមុនខ្ញុំគិតថាបទពិសោធន៍ចាស់គឺគ្រប់គ្រាន់ហើយតែក្រោយមកទើបដឹងថាការថែទាំក្រោយសម្រាលមិនមែនគ្រាន់តែនិយាយថាមានបទពិសោធន៍នោះទេពេលនោះខ្ញុំត្រូវបានបង្ខំឲ្យបិទបង្អួតកូនខ្ញុំថប់ដង្ហើមដោយសារតែគាត់បែរជាអង្គុយលេងទូរស័ព្ទនៅខាងក្រៅមីងកូនខ្ញុំថប់ដង្ហើមហើយជួយផងមនុស្សបែបនេះមានសិទ្ធិអ្វីមកសួរដេញដល់អ្នកដទៃផ្ដេសផ្ដាសតើអ្នកទទួលបានលុយពីគេមែនទេហាហាតើខ្ញុំបានឲ្យលុយអ្នកមែនទេសូមឲ្យទិន្នន័យជាអ្នកនិយាយវិញនេះគឺជាលទ្ធផលស្ទង់មិត្តពីស្ថាប័នដៃគូដែលវិតម្លៃលើសេវាកម្មរបស់យើងទាំងពីរសូមមើលចំណុចសំខាន់ទាំងនេះពេលប្រៀបធៀបយើងទាំងពីរគឺឃើញច្បាស់ណាស់ថាខុសគ្នាឆ្ងាយតើការងារច្បាស់លាស់ទេតើដំណើរការអាចតាមដានបានទេតើបញ្ហាត្រូវបានដោះស្រាយទេទាំងអស់នេះមាននៅក្នុងតារាងទិន្នន័យនេះសុទ្ធតែជាអ្វីដែលអ្នកបង្កើតឡើងយើងមានមនុស្សជាច្រើនដែលដឹងរឿងនេះបានថាមិនច្បាស់លាស់មិនមែនគ្រាន់តែបែងចែកការវាមានអីខុសគ្នាទៅសូមសួរអ្នកមីងដុងមីបន្តិចចុះសិនបើពេលយប់មានរឿងបន្ទាន់កើតឡើងចំពោះអ្នកសម្រាលកូនតួនាទីផ្នែកអាហារូបត្ថម្ភតើអ្នកដឹងទេថាត្រូវសម្របសម្រួលជាមួយផ្នែកថែទាំដោយចុះនីតិវិធីវិញក្នុងប្លង់នេះតើអ្នកណាជាអ្នកទទួលខុសត្រូវទី1ក្នុងការរាយការណ៍បន្ទាន់អ្នកទទួលខុសត្រូវអីទៅអ្នកណាឃើញអ្នកនឹងធ្វើទៅបានហើយពីមុនមកក៏ធ្វើបែបនឹងរហូតតើអីចឹងបានន័យថាសេវាកម្ម3ផ្នែកដែលអ្នកនិយាយគឺគ្មានអ្នកទទួលខុសត្រូវច្បាស់លាស់ហើយក៏គ្មាននីតិវិធីដោះស្រាយត្រឹមត្រូវដែរមែនទេការមើលថែក្មេងមិនមែនជារឿងស្មុគស្មាញអីទេសូមកុំបង្វែរប្រធានបទសូមឆ្លើយឲ្យចំសំណួរបើមានបញ្ហាតើអ្នកណាជាអ្នកទទួលខុសត្រូវអ្នកណាជាអ្នកកត់ត្រាអ្នកណាជាអ្នកត្រួតពិនិត្យឡើងវិញឬក៏គ្រាន់តែនិយាយថាពីមុនធ្វើបែបនេះរួចជាការស្រេចចុះនីតិវិធីនេះវិញគេគ្មាននីតិវិធីអ្វីទាំងអស់មិនចម្លែកទេដែលមិនឆ្លើយមិនចេញអ្នកមីងដុងមី
មិនមែនអ្នកមីងទេហេដែលថាប្រព័ន្ធសេវាកម្មនេះស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកមីងទាំងអស់នោះខ្ញុំដឹងច្បាស់ណាស់គ្រាន់តែពេលនេះនឹកមិនឃើញភ្លាមនីតិវិធីអាចភ្លេចបានអ្នកទទួលខុសត្រូវក៏អាចភ្លេចបានចុះបើអតិថិជនមានបញ្ហាតើអាចភ្លេចបានដែរឬទេថ្ងៃនេះយើងរៀបចំកម្មវិធីបើកទូលាយនេះឡើងគឺដើម្បីឲ្យអ្នកទាំងអស់គ្នាបានយល់ច្បាស់ថាអ្វីទៅជាសេវាកម្មថែទាំក្រោយសម្រាលកូនបែបអាជីពខ្ញុំគិតថាពេលនេះអ្នកទាំងអស់គ្នាប្រហែលជាមានចម្លើយក្នុងចិត្តហើយលោកស្រីចាងសូមស្ដាប់ខ្ញុំបកស្រាយសិនម៉ាក់ប៉ាមិនក៏យប់ជ្រៅហើយមិនទាន់ដេកទៀតឈីងមកអង្គុយក្បែរម៉ាក់មកឈីងថ្ងៃនេះម៉ាក់ចង់និយាយរឿងក្នុងចិត្តប្រាប់កូនពីមុនម៉ាក់តែងគិតថាទោះយ៉ាងណាក៏គាត់ជាបងប្អូនជីដូនមួយរបស់កូនដែរយើងជាមនុស្សមិនគួរធ្វើអ្វីឲ្យដាច់ស្រឡះពេកទេរវាងសាច់ញាតិគួរតែទុកផ្លូវឲ្យគ្នាខ្លះប៉ុន្តែប៉ុន្មានខែមកនេះម៉ាក់បានមើលឃើញច្បាស់ពីភាពពិតរបស់គាត់ហើយម៉ាក់កុំខឹងខ្លាំងពេកអីមិនល្អចំពោះសុខភាពទេម៉ាក់មិនខឹងមិនបានកូនលើកមុនដើម្បីកុំឲ្យប៉ាម៉ាក់ពិបាកចិត្តនៅស្រុកកំណើតកូនសុខចិត្តអត់ធ្មត់គ្រប់យ៉ាងក្នុងក្រុមគ្រួសារមិនយកទោសរឿងដែលគេមកបង្កចំនួនក្នុងកម្មវិធីតែចុះគេវិញគេបែរជាថាការអត់ធ្មត់របស់កូនព្រោះតែកូនមានទោសក្នុងចិត្តតែនិយាយប្រាប់គេឯងថាកូនមិនហ៊ានតាំងជាមួយគេពិតមែនហើយនេះទៀតកូនមើលសារដែលគេផ្ញើក្នុងក្រុមគ្រួសារកាលពីសៀលនេះចុះកាលពីគេជួបទុកលំបាកលុយដែលម៉ាក់សន្សំសំចៃឲ្យគេខ្ចីរសៀលនេះក្នុងក្រុមគ្រួសារគេបែរជានិយាយថាវាជារឿងធម្មតាថាយើងជំពាក់គេទៅវិញនិយាយស្ដីគ្មានហេតុផលសោះមិនត្រឹមតែប៉ុណ្ណឹងគេថែមទាំងយកស្នាដៃដែលកូនខំស៊ូអត់ងុយបង្កើតប្រព័ន្ធសេវាកម្ម3ដំណាក់កាលយកទៅអួតថាជាបទពិសោធន៍របស់គេលួចយកទៅលក់យកលុយនិងយកមុខមាត់នៅកន្លែងផ្សេងម៉ាក់អាណិតកូនណាស់ឈីងម៉ាក់កូនមិនអីទេឲ្យតែម៉ាក់នឹងប៉ាយល់ពីកូនអ្នកខាងក្រៅនិយាយយ៉ាងណាក៏កូនមិនខ្វល់ដែរពីមុនម៉ាក់ខ្លាចត្រឡប់ទៅស្រុកខ្លាចគេនិយាយដាំឲ្យឈឺចាប់ខ្លាចគេរិះគន់យើងតែពេលនេះម៉ាដងមីកំពុងយកកាំបិតមកចាក់បេះដូងយើងហើយឈីងចាប់ពីពេលនេះទៅកូនចង់ធ្វើអ្វីក៏ធ្វើចុះកូនមិនបាច់បារម្ភពីម៉ាក់ប៉ាទៀតទេបើពួកញាតិមិត្តនៅស្រុកកំណើតនរណាខ្លះហាននិយាយដាំទៀតម៉ាក់ប៉ានឹងទៅតាំងជាមួយពួកគេផ្ទាល់ទោះបីជាការធ្វើបាបញាតិមិត្តមិនមែនជារឿងល្អតែមនុស្សដូចគេមិនសមជាញាតិយើងទេឈីងកូនធ្វើតាមចិត្តចុះលើកនេះម៉ាក់គ្រប់គ្រងកូនពេញទំហឹងយើងមិនអត់ធ្មត់ទៀតទេអ្នកគ្រូដងមីនេះឬជាក្រុមការងារដែលអ្នកគ្រូដឹកនាំថ្ងៃនេះអតិថិជនប្តឹងទៀតហើយរឿងសេវាកម្មមិនស្តង់ដារលោកចាងសូមស្ដាប់ខ្ញុំបកស្រាយសិនអតិថិជនវ័យក្មេងសម័យនេះពិបាកបម្រើណាស់រឿងតូចតាចក៏យកមកធ្វើជារឿងធំកុំយកលេសថាអតិថិជនពិបាកបម្រើមកដោះសារទៀតខ្ញុំឲ្យអ្នកបង្វឹកបុគ្គលិកថ្មីតែអ្នកមិនអាចពន្យល់ពីស្តង់ដារការងារបានច្បាស់លាស់សោះនោះវាជាបទពិសោធន៍ដែលខ្ញុំសន្សំមកពេញមួយជីវិតពួកគេតាមរៀនពីខ្ញុំប៉ុន្មានឆ្នាំទៀតនឹងចេះដោយឯកឯងហើយអ្វីដែលយើងត្រូវការគឺប្រព័ន្ធការងារដែលអាចអនុវត្តតាមបានអ្នកនៅតែនិយាយរឿងចាស់ដដែលចុះការវិតម្លៃសេវាកម្មវិញលោកចាងបានពិនិត្យហើយឯកសារដែលគាត់យកមកគឺញញែកគ្នាសណ្ដាប់ធ្នាប់ហើយមានចន្លោះប្រហោងធំជាច្រើនមិនអាចយកទៅអនុវត្តបានពិតប្រាកដទេម៉ាតុងមីអ្នកហ៊ានបោកខ្ញុំមែនទេបើមិនមែនឃើញថាអ្នកមានឯកសារនៅក្នុងដៃទេនោះអ្នកគិតថាអាយុប៉ុណ្ណេះអាចចូលធ្វើការនៅទីនេះបានទេអ្នកនិយាយបែបនេះបានយ៉ាងម៉េចយ៉ាងហោចណាស់ខ្ញុំក៏ជាអ្នកថែទាំកូនខ្ចីកម្រិតមាសដែរកម្រិតមាសអីទៀតឥឡូវអ្នកអាចរៀបចំអីវ៉ាន់ហើយចេញទៅបានហើយបងតុងមីយ៉ាងម៉េចហើយគេបណ្ដឹងយើងចេញមែនទេពួកមនុស្សអគុណធម៌ជន់ពលិតគេបែបនេះចុះឥឡូវយើងត្រូវធ្វើម៉េចទៅហាប្អូនស្រីប្អូនថ្លៃបងត្រូវបានគេបណ្ដឹងចេញពីមជ្ឈមណ្ឌលហើយនេះសុទ្ធតែជាកំហុសគ្រួសារប្អូនទាំងអស់មជ្ឈមណ្ឌលមិនត្រឹមតែបណ្ដេញបងចេញទេថែមទាំងទាមទារឲ្យបងសងការខូចខាតទៀតនេះព្រោះតែគ្រួសារប្អូននឹងហើយបងត្រូវបានគេបណ្ដេញចេញព្រោះបងគ្មានសមត្ថភាពតែចង់ធ្វើការធំមិនក៏មកបន្ទោសឈីងទៅវិញបងមិនដឹងទេ
ថ្ងៃនេះគ្រូសាប្អូនត្រូវតែចេញមុខរកដំណោះស្រាយឲ្យបងបើថ្ងៃនេះមិនជួយបងទេបងនឹងយកទៅប្រកាសក្នុងក្រុមញាតិមិត្តឲ្យដឹងទាំងអស់គ្នាបងស្រីបងចង់មានន័យថាម៉េចក្នុងទូរស័ព្ទនេះប្អូនមានសម្លេងដែលបងនិយាយមួយបង្កាច់ឈីងហើយនេះទៀតគឺជាលិខិតខ្ចីលុយដែលបងជំពាក់គ្រួសារប្អូនជាច្រើនឆ្នាំបំណុលនិងកំណត់ត្រាដែលបងត្រូវបានអតិថិជនប្តឹងរឿងដែលបងទៅបង្កចំនួននៅកន្លែងវិតម្លៃលួចឯកសារការងារពីហាងឈីងយកទៅលក់ឲ្យមជ្ឈមណ្ឌលផ្សេងទៀតភស្តុតាងទាំងអស់នេះបងស្រីពួកយើងមិនមែនមិនធ្លាប់ផ្ដល់ឱកាសឲ្យបងទេបងធ្វើបែបនេះរាល់ដងដោយសារឃើញពួកយើងចិត្តទន់បងជាប្អូនស្រីពិតជាខ្លាំងណាស់ឃើញគ្រួសារគេរកលុយបានច្រើនក៏ចាប់ផ្ដើមធ្វើបាបគេបែបនេះកុំអីសុទ្ធតែជាសាច់ញាតិម្នាក់ថយម្នាក់មួយជំហានទៅឈុនមិនឲ្យរឿងចាស់កន្លងទៅហើយទុកវាចោលទៅយើងសុទ្ធតែជាគ្រួសារតែមួយឆ្លោះគ្នាបែបនេះពេលត្រឡប់ទៅស្រុកកំណើតវិញមិនល្អមើលទេឈីងស្ដាប់ពូនឹងមីងបន្តិចទៅជប់និយាយទៅសំណាងហើយដែលខ្ញុំត្រៀមខ្លួនរួចរាល់ពូនឹងមីងអ្នកទាំងអស់គ្នាឲ្យខ្ញុំថយម្នាក់មួយជំហានប៉ាងឥឡូវខ្ញុំសួរមួយម៉ាត់ប្រសិនបើថ្ងៃនេះអ្នកដែលត្រូវគេគិតគូរធ្វើបាបបែបនេះគឺជាកូនចៅខ្លួនឯងតើអ្នកទាំងអស់គ្នានៅតែឈរនិយាយឲ្យគេអត់អន់ឲ្យទៀតទេហឺចេហាកាលពីក្មេងមីងធ្លាប់មើលថែអញច្រើនណាស់អញជាក្មេងដែលមីងមើលឃើញតាំងពីតូចអញមិនអាចចិត្តដាច់បែបនេះទេកាត់ផ្ដាច់ប្រាក់ចំណូលរបស់មីងបែបនេះបងស្រីសាច់ញាតិមិនមែនជាលេសសម្រាប់យកទៅដណ្ដើមការងារអ្នកដទៃទេបងថាឈីងមិនគិតពីសាច់ញាតិចុះបងធ្លាប់គិតពីឈីងដែរឬទេខ្ញុំឈប់និយាយទៅចាប់តាំងពីបងមួយបង្កាច់ឈីងដណ្ដើមអតិថិជនរបស់ឈីងលួចយកឯកសារសំខាន់ដែលឈីងខំប្រឹងធ្វើរវាងបងនិងពួកយើងលែងមានអ្វីត្រូវនិយាយទៀតហើយបងទៅវិញទៅអូបងស្រីបងថ្លៃជួយនិយាយអ្វីខ្លះមកតុងមីរឿងនេះបងធ្វើមិនត្រឹមត្រូវទេឈីងបងខុសហើយផ្ដល់ឱកាសឲ្យបងម្ដងទៀតទៅណាមីងកន្លងមកខ្ញុំធ្លាប់ផ្ដល់ឱកាសឲ្យមីង3ដងហើយខ្ញុំបានធ្វើល្អបំផុតសម្រាប់មីងហើយបងតុងមីលើកនេះពួកយើងត្រូវត្រឡប់ទៅស្រុកកំណើតពិតមែនហើយមជ្ឈមណ្ឌលថែទាំនេះក៏ចិត្តដាច់ដែរពេលមានរឿងក៏ទម្លាក់កំហុសមកលើពួកយើងមិនត្រឡប់ទៅវិញតើឲ្យធ្វើម៉េចទៀតបងស្រីពួកយើងបានផ្លាស់មកអគារថ្មីហើយទំហំការងារយើងធំជាងមុន10 ដងទៅទៀតពិតមែនហើយនឹកឃើញពេលយើងចាប់ដើមដំបូងស្មានមិនដល់ថាអាចមកដល់ថ្ងៃនេះសោះព្រឹកមិញនេះអតិថិជនដែលធ្លាប់លុបចោលអ្នកដែលធ្លាប់សង្ស័យលើពួកយើងសុទ្ធតែទូរស័ព្ទមករកពួកយើងដោយខ្លួនឯងថែមទាំងណែនាំបងប្អូនមិត្តភក្តិគេមកទៀតទាំងអស់នេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់គ្រប់គ្នារាល់ថ្ងៃតោះទៅបុគ្គលិកថ្មីកំពុងរងចាំក្នុងបន្ទប់ហ្វឹកហាត់ហើយអ្នកទាំងអស់គ្នាមុននឹងចាប់ផ្ដើមការងារខ្ញុំមានរឿងមួយចង់ឲ្យចាំនៅទីនេះបទពិសោធន៍ជារឿងសំខាន់តែវាមិនអាចលើសពីច្បាប់ទម្លាប់និងការគោរពចំពោះអ្នកសម្រាលកូនឡើយអ្វីដែលយើងមើលថែមិនមែនគ្រាន់តែជាការងារតែជាស្ត្រីដែលទើបសម្រាលកូនរួចតែរាងកាយកំពុងទន់ខ្សោយនិងត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់បំផុតសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអនុវត្តតាមស្តង់ដារដើម្បីផ្ដល់ភាពកក់ក្ដៅដល់ពួកគេឈីងកន្លងមកម៉ាក់គិតរាក់កាក់ពេកម៉ាក់តែងតែឲ្យកូនអត់ធ្មត់ស្ទើរតែធ្វើឲ្យខូចការងារកូនម៉ាក់កន្លងផុតទៅហើយកុំគិតច្រើនអីឈីងប៉ាមិនចេះនិយាយពាក្យផ្អែមល្ហែមទេតែលើកនេះគ្រួសារយើងនឹងមិនធ្វើឲ្យកូនពិបាកទៀតទេប៉ាម៉ាក់អរគុណប៉ាម៉ាក់ខ្លាំងណាស់